បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញអំពីដើមម្យ៉ាងដើមនេះពុកម៉ែបងប្អូនស្គាល់អត់ដើមនេះគេហៅថាដើមទាស់វេលាបាទដើមទាស់វេលានេះសម្រាប់ស្ត្រីដែលគាត់សម្រាប់កូនហើយទាស់អត់ដឹងមុខនេះហើយគេហៅដើមទាស់វេលាមើលស្លឹកឲ្យហើយបងប្អូនណាក៏អត់ស្គាល់បងណាក៏អត់ស្គាល់ដែលចង់ដឹងចង់ឃើញដើមនេះខ្ញុំថតជាវីដេអូទុកឲ្យមើលនេះខ្ញុំដាំបងប្អូនដើមដាំវានៅក្បែរផ្ទះដែរដុះហើយបងប្អូនរោពិបាកដែរបងប្អូនដើមនេះដុះដោយកន្លែងភាគច្រើនក៏ដុះតាមទួលចាស់ទួលបុរាណអីមានដុះដើមនេះដើមទាស់វេលានេះដើមអត់ធំទេបងប្អូនដើមប៉ុន្តែម្រាមដៃកូនយើងតិចតួចចេះឯង